បើមើលលើឈ្មោះអរិយក្សត្រគេប្រកាសជាយល់ថាឈ្មោះនេះតាក់ទងនឹងស្ដេចហើយមានន័យថាស្ដេចដ៏ប្រសើរស្ដេចដ៏ខ្ពង់ខ្ពស់ជាមិនខានដោយយោងលើន័យរបស់ពាក្យអរិយៈនិងពាក្យក្សត្រតាមពិតឈ្មោះអរិយក្សត្រមានដំណើរដើមទងផ្សេងពីនេះដំបូងឡើយឈ្មោះអរិយក្សត្រនេះបានមកពីឈ្មោះវត្តមួយដែលមានឈ្មោះថាវត្តអរិយក្សត្របើតាមឯកសារសាវតាតាក់ទងនឹងភូមិសាស្ត្រខ្មែរបានឲ្យដឹងពីសាវតាឈ្មោះវត្តអរិយក្សត្រនេះដូចតទៅកាលពីឆ្នាំរោងទោសៈព្រះពុទ្ធសករាជ2149គ្រិស្តសករាជ1604នៅវេលាថ្ងៃរសៀលមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅអ្នកស្រុកក៏ពន្លត់មិនឈ្នះពេលនោះមានផ្កាភ្លើងអណ្ដែតតាមអាកាសធ្លាក់លើដំបូលព្រះបរមរាជវាំងដំណាក់នៃព្រះបាទស្រីសូរិយោពណ៌នៅកោះស្លាកែតបណ្ដាលឲ្យឆេះព្រះរាជដំណាក់យ៉ាងសន្ធោសន្ធៅទីហ៊ានពន្លត់ក៏មិនឈ្នះលុះព្រះអគីស្ងប់ហើយព្រះបាទស្រីសូរិយោពណ៌ទ្រង់ប្រជុំសេនាបតីមន្ត្រីទាំងពួងថាទីកោះស្លាកែតនេះនៅជិតមាត់ទន្លេល្អហើយតែទីនេះគ្មានជ័យភូមិទេបើខាងត្រៃលវាឯមឯណោះទើបជាទីប្រកបដោយជ័យភូមិយើងគួរទៅកសាងព្រះបរមរាជវាំងតាំងបន្ទាយនៅឯលវាឯមវិញលុះព្រះរាជាទ្រង់ប្រជុំរួចនាម៉ឺនសពមុខមន្ត្រីយល់ស្របតាមព្រះរាជយោបល់ហើយព្រះបាទស្រីសូរិយោពណ៌ទ្រង់មានព្រះរាជបញ្ជាសេនាបតីឲ្យចេញសម្បត្តិទៅចវាយស្រុកគ្រប់ខេត្តឲ្យកែនរាជមកកសាងព្រះបរមរាជវាំងនៅត្រៃលវាឯមការកសាងព្រះបរមរាជវាំងនោះនៅក្រោមការត្រួតត្រារបស់អង្គញាក្រឡាហោមកែវអស់ថេរវេលា8ខែទើបធ្វើការកសាងព្រះបរមរាជវាំងថ្មីនេះហើយស្រេចការកសាងព្រះបរមរាជវាំងរួចជាស្រេចអង្គញាក្រឡាហោមកែវឡើងទៅក្រាបបង្គំទូលថ្វាយព័ត៌មានអំពីការកសាងឲ្យព្រះអង្គជ្រាបទើបនៅថ្ងៃទី10ខែបុស្សឆ្នាំអសាញ់សប្បស័កព្រះពុទ្ធសករាជ2149គ្រិស្តសករាជ1605វេលាម៉ោង9ព្រឹកជាថ្ងៃប្រកបដោយមហានក្ខត្តឫក្សព្រះបាទស្រីសូរិយោពណ៌ស្ដេចទ្រង់ព្រះរាជដំណើរចេញពីព្រះបរមរាជវាំងកោះស្លាកែតមួយអន្លើដោយព្រះមហេសីស្រីស្នំក្រមការព្រះរាជបុត្រសេនាបតីមន្ត្រីគ្រប់ក្រុមគង់ជិះនាវាទៅត្រៃលវាឯមស្ដេចឡើងគង់ក្នុងព្រះបរមរាជវាំងថ្មីហើយទ្រង់ព្រះបញ្ញត្តិនាមថាព្រះរាជវាំងលវាឯមព្រះបាទសម្ដេចព្រះស្រីសូរិយោពណ៌ទ្រង់គង់នៅព្រះបរមរាជវាំងលវាឯមបានប្រកបដោយសេចក្តីសុខសេនខ្សានដល់មកឆ្នាំជូតទោសៈព្រះពុទ្ធសករាជ2456គ្រិស្តសករាជ1613សម្ដេចភគវតីជាព្រះរាមថ្លៃទ្រង់មានព្រះអាពាធជាទម្ងន់ហើយព្រះអង្គទ្រង់សោយប្រតិវង្គតក្នុងព្រះជន្មាយុ28ព្រះវស្សាព្រះរាជាទ្រង់តម្កល់ព្រះសពតាមព្រះរាជប្រពៃណីក្រោយមកទៀតសម្ដេចព្រះទេវីក្សត្រទ្រង់សោយប្រតិវង្គតក្នុងព្រះជន្មាយុ63ព្រះវស្សាសម្ដេចព្រះស្រីសូរិយោពណ៌ទ្រង់បានរៀបចំចាត់ចែងឲ្យធ្វើព្រះមេនយ៉ាងមធ្យមទុកសម្រាប់ធ្វើបុណ្យថ្វាយព្រះភ្លើងនៃព្រះសពទាំងពីរព្រះអង្គលុះចប់ពិធីបុណ្យថ្វាយព្រះភ្លើងហើយព្រះបាទសម្ដេចព្រះស្រីសូរិយោពណ៌ទ្រង់បញ្ជាឲ្យកសាងវត្តមួយនៅត្រង់ព្រះមេនហើយទ្រង់បញ្ញត្តិថាវត្តព្រះស្រីក្សត្រកាលបើមានវត្តអារាមមានព្រះសង្ឃមកគង់ចាំព្រះវស្សាឧបាសកឧបាសិកាក៏មកតាំងទីលំនៅគេហដ្ឋានជាភូមិសង្កាត់រហូតមកដល់សព្វថ្ងៃតែវត្តព្រះស្រីក្សត្រមិនគង់នៅតាមទំនៀមដើមទេអ្នកភូមិហៅคล้ายមកថាវត្តអរិយក្សត្រឯសង្កាត់ភូមិក៏ហៅថាអរិយក្សត្ររហូតមកដល់សព្វថ្ងៃនេះដកស្រង់ចេញពីសទ្ធានុក្រមស្ថាននាមខ្មែរភាគទី1
សូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍ចូលចិត្តស្ដាប់នៅរឿងរ៉ាវប្រវត្តិសាស្ត្រក៏ដូចជាសិល្បៈវប្បធម៌អរិយធម៌របស់ខ្មែរលោកស្រីអ្នកនាងកញ្ញាអាចចូលទៅកាន់គេហទំព័រ YouTube ផ្លូវការខ្មែរអតីតកាលដោយគ្រាន់តែវាយឈ្មោះរបស់ខ្ញុំបាទពន្លឺរស្មីជាភាសាអង់គ្លេសនោះលោកអ្នកនឹងឃើញគេហទំព័រផ្លូវការរបស់ខ្មែរអតីតកាលពីខ្ញុំបាទពន្លឺសូមអរគុណនិងសូមគោរពលា